នេះគឺជារឿងអំពីស្ត្រីម្នាក់ដែលមានកូនស្រី4នាក់គាត់បានផ្ដល់ប្រាក់ឲ្យកូនស្រីម្នាក់$2,500ដើម្បីចាប់ផ្ដើមអាជីវកម្មលក់ hamburger រៀងៗខ្លួនកូនស្រីច្បងបានជ្រើសរើសវិធីធ្វើអាជីវកម្មបែបប្រពៃណីនាងកិនសាច់លាយគ្រឿងទេសនិងរៀបចំបន្លែដោយខ្លួនឯងរាល់ថ្ងៃនាងត្រូវក្រោកពីម៉ោង4ព្រឹកដើម្បីរៀបចំធ្វើអ្វីៗគ្រប់យ៉ាងនាងបានដាក់តុរទេះលក់តូចមួយនៅជិតច្រកចូលអគារផ្ទះល្វែងធំមួយនាងលក់ hamburger មួយក្នុងតម្លៃ$6ហើយលក់បានប្រហែល$600ក្នុងមួយថ្ងៃចំណូលប្រចាំខែរបស់នាងមើលទៅមិនអាក្រក់ណាស់ណាទេប្រហែល$18,000ប៉ុន្តែបន្ទាប់ពីចំណាយលើគ្រឿងផ្សំសម្ភារៈនិងថ្លៃជួលរទេះលក់នាងសល់ប្រាក់យកទៅផ្ទះប្រហែល$2,500ប៉ុណ្ណោះវាជាការងារដែលហត់នឿយខ្លាំងនាងត្រូវក្រោកមុនថ្ងៃរះហើយត្រូវធ្វើការយ៉ាងលំបាករៀងរាល់ថ្ងៃប្រសិនបើនាងឈឺហើយខកខានលក់មួយថ្ងៃនោះនាងនឹងមិនរកបានប្រាក់សូម្បីតែ$1កូនស្រីទី2មានគំនិតខុសពីបងស្រីនាងមិនធ្វើ hamburger ដោយខ្លួនឯងទេនាងបានស្វែងរកអ្នកផ្គត់ផ្គង់លក់ដុំម្នាក់ដែលលក់ hamburger ដែលផលិតក្នុងតម្លៃ$4ក្នុងមួយដុំនាងយកប្រាក់របស់ខ្លួនទៅទិញរថយន្តលក់អាហារតូចមួយហើយលក់ទៅកាន់តំបន់ការិយាល័យអាហារដ្ឋាននិងរោងចក្រក្នុងតម្លៃ$6ក្នុងមួយដុំដោយសារនាងអាចធ្វើដំណើរទៅកន្លែងផ្សេងៗបានហើយផ្ដោតលើក្រុមអតិថិជនធំៗនាងអាចលក់បានប្រហែល300ដុំ hamburger ក្នុងមួយថ្ងៃបន្ទាប់ពីកាត់ចំណាយរួចនាងអាចរកប្រាក់ចំណេញបានប្រហែល$7,500ក្នុងមួយខែកូនស្រីទី2ឆ្លាតវៃនាងដឹងពីរបៀបធ្វើឈ្មួញកណ្ដាលទិញក្នុងតម្លៃទាបលក់ក្នុងតម្លៃខ្ពស់ហើយផ្ដោតលើអតិថិជនដែលត្រូវការអាហារក្នុងបរិមាណច្រើនកូនស្រីទី3មានគោលដៅធំជាងនេះទៅទៀតនាងបានទៅជួបអាហារដ្ឋានរបស់ក្រុមហ៊ុនធំៗដោយផ្ទាល់នាងបាននិយាយទៅកាន់ពួកគេថាខ្ញុំនឹងក្លាយជាអ្នកផ្គត់ផ្គង់ hamburger រយៈពេលវែងសម្រាប់អ្នកហើយ hamburger របស់ខ្ញុំមានតម្លៃថោកជាងតម្លៃដែលអ្នកកំពុងទិញសប្តាហ៍ថ្ងៃ$1ប៉ុន្តែនាងមានលក្ខខណ្ឌមួយពួកគេត្រូវបង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ពេញមួយខែជាមុនក្រុមហ៊ុនមានការព្រួយបារម្ភថានាងអាចយកប្រាក់ទៅហើយរត់បាត់ដូច្នេះកូនស្រីទី3បានយករទេះលក់អាហាររបស់បងស្រីច្បងធ្វើជាទ្រព្យធានាដើម្បីធានាកិច្ចព្រមព្រៀងនៅពេលនាងទទួលបានប្រាក់បង់ជាមុនចំនួន$10,000នាងបានប្រើប្រាក់នោះភ្លាមៗដើម្បីចុះកិច្ចសន្យាផ្ដាច់មុខជាមួយអ្នកផ្គត់ផ្គង់សាច់និងនំប៉័ងល្អបំផុតចំនួន10កន្លែងនៅក្នុងទីក្រុងកូនស្រីទី4កាន់តែឆ្លាតជាងនេះទៅទៀតនាងបានមើលឃើញបងស្រីទាំង3របស់នាងកំពុងមមាញឹកលក់ hamburger ប៉ុន្តែនាងមិនទៅប្រកួតលក់ hamburger ជាមួយពួកគេទេនាងបានទៅត្រង់ទៅកាន់ប្រភពដើមរោងម៉ាស៊ីនកិនម្សៅធំៗនិងរោងចក្រកែច្នៃសាច់នាងបាននិយាយទៅកាន់ពួកគេថាខ្ញុំមានបណ្ដាញអ្នកទិញដែលធានាថានឹងទិញទំនិញរបស់អ្នកជាប្រចាំនាងបានណែនាំអ្នកផ្គត់ផ្គង់ទាំងនោះទៅកាន់ម្ចាស់តូបនិងអាជីវកម្មលក់ hamburger ហើយនាងទទួលបានកម្រៃជាង38%រាល់ប្រតិបត្តិការទិញលក់ដូច្នេះហើយទើបនាងមិនដែលធ្វើ hamburger ដោយខ្លួនឯងសូម្បីតែមួយដុំនាងមិនដែលប៉ះទំនិញស្តុកសូម្បីតែម្ដងនាងគ្រាន់តែបង្កើតទំនាក់ទំនងនិងភ្ជាប់មនុស្សដែលត្រូវការគ្នាប៉ុន្តែនាងរកប្រាក់បានច្រើនជាងបងប្អូនស្រីទាំង3របស់នាងបូកបញ្ចូលគ្នាទៅទៀតដូច្នេះអ្នកអាចមើលឃើញថាកូនស្រីទី2លក់ការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់កូនស្រីទី3លក់អំណាចនៃការប្រើប្រាស់ដើមទុនកូនស្រីទី4លក់ទំនាក់ទំនងនិងការភ្ជាប់ធនធានប៉ុន្តែកូនស្រីច្បងដែលជាមនុស្សស្មោះត្រង់និងខិតខំធ្វើ hamburger ដោយដៃរបស់ខ្លួនបែរជារកប្រាក់បានតិចជាងគេព្រោះគោលការណ៍ជាមូលដ្ឋាននៃការក្លាយជាអ្នកមានមិនដែលពឹងផ្អែកតែលើជំនាញការងារដោយដៃរបស់អ្នកឡើយមនុស្សដែលរកប្រាក់តាមកម្លាំងកាយរបស់ខ្លួនជាទូទៅពិបាកយកឈ្នះមនុស្សដែលរកប្រាក់តាមគំនិតនិងយុទ្ធសាស្ត្ររបស់ខ្លួនណាស់នៅលើពិភពលោកនេះមានវិធីរកប្រាក់រាប់ពាន់វិធីប៉ុន្តែយើងភាគច្រើនត្រូវបានបង្រៀនតែវិធីមួយប៉ុណ្ណោះខិតខំធ្វើការនិងផ្អែកលើប្រាក់ខែហើយសង្ឃឹមថាវានឹងគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំថ្ងៃការរកប្រាក់គឺជាជំនាញមួយប្រសិនបើអ្នកលេងហ្គេមរាល់ថ្ងៃអ្នកនឹងកាន់តែចេះលេងប្រសិនបើអ្នកឡើងភ្នំរាល់ថ្ងៃអ្នកនឹងកាន់តែមានកម្លាំងការរៀនរកប្រាក់ក៏ដូចគ្នាដែរអនុវត្តរាល់ថ្ងៃហើយអ្នកប្រហែលជាមិនខ្លាយជាមហាសេដ្ឋីទេប៉ុន្តែអ្នកប្រកាសជាអាចមានទ្រព្យសម្បត្តិច្រើនជាងពេលនេះ